សាព័ត៌មានថៃជាច្រើនក៏បានភ័យស្លន់ស្លោពេលដែលបានឃើញកម្ពុជាទទួលបាននាវាចម្បាំងពីប្រទេសចិនពីគ្រឿងដែលមានឈ្មោះថា 056C ដែលមានសមត្ថភាពខ្លាំងការពារទាំងដែនអាកាសហើយនិងដែនទឹកហើយឥឡូវនេះប្រទេសចិនក៏បានដំឡើងបានរួចរាល់មួយគ្រឿងហើយនៅមួយគ្រឿងទៀតដែលកំពុងតែចាប់ផ្ដើមដំឡើងគេនឹងយកប្រគល់ឲ្យប្រទេសកម្ពុជានៅថ្ងៃទីខាងមុខនេះហើយនាវានេះមានចំណុចពិសេស5យ៉ាងដើម្បីឲ្យប្រទេសថៃឃើញហើយរំញើតភ័យខ្លាចស្លោផងដែរទី1នាវា 056C នេះវត្តវាជានាវាខ្នាតតូចប៉ុន្តែវាកំណាចគេបានបំពាក់គ្រាប់មីស៊ីលសម្រាប់បាញ់ទប់ស្កាត់កំជ្រួចឬគ្រាប់មីស៊ីល JY-83 ដែលជាប្រភេទមីស៊ីលបាញ់កំទេចនាវាពីចម្ងាយរយៈចម្ងាយ180គីឡូម៉ែត្រហើយនាវានេះក៏មានបំពាក់នៅប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយខ្លីដែលវាមានចំនួន8កណ្ដុងដែលជាប្រព័ន្ធមានឈ្មោះថា HHQ-10ហើយវាអាចបាញ់កំទេចយន្តហោះចម្បាំងដ្រូនហើយនិងមីស៊ីលដែលវាហោះនៅរយៈកម្ពស់ពី5ទៅ10គីឡូម៉ែត្រពីផ្ទៃសមុទ្រហើយនាវានេះក៏មានបំពាក់កំភ្លើងស្វ័យប្រវត្តិ76មីលីម៉ែត្រហើយនិងកំភ្លើងស្វ័យប្រវត្តិ30មីលីម៉ែត្រដែលវាមានសមត្ថភាពបាញ់បាន120ជុំក្នុង1វិនាទីចំណែកផ្នែកកន្ទុយនាវានេះវិញអាចឲ្យអធម្មបេក្ខចក្រ Z9C ចុះចតបានធម្មបេក្ខចក្រ Z9C នេះវាមានសមត្ថភាពស្វែងរកគោលដៅរយៈចម្ងាយ300គីឡូម៉ែត្រហើយនាវា 056C នេះវាមានប្រព័ន្ធដ៏ទំនើបជាប្រភេទរ៉ាដាស្វែងរកគូសត្រូវដែលមកខាងជុំវិញទិសទីដែលមិនឲ្យអាចជិះផុតពីវាបានឡើយហើយនាវានេះផលិតដោយសាធារណរដ្ឋចិនដែលមានឈ្មោះ CSSC ហើយនាវានេះមានប្រវែង90ម៉ែត្រដែលអាចផ្ទុកទំនិញជិត1000តោនហើយអាចបើកបរបាន45គីឡូម៉ែត្រក្នុង1ម៉ោងដែលជានាវាដែលគេលំនឹងថាវាជានាវាដែលអាចបើកបរល្បឿនលឿនហើយនាវានេះក្នុងមួយគ្រឿងគឺមានតម្លៃចាប់ពី100លានទៅ200លានដុល្លារនៅក្នុងមួយគ្រឿងហើយឥឡូវនេះផងដែរមានសារព័ត៌មានថៃជាច្រើនបានកំពុងចុះផ្សាយអំពី 056C នេះដែលមានការភ័យខ្លាចព្រួយបារម្ភជាច្រើនហើយអ្នកវិភាគថៃជាច្រើនឥឡូវនេះមិនដឹងថាវិភាគត្រូវឬក៏ខុសទេព្រោះវិភាគទៅចេះតែខុសតែរហូតមិនដែលចេះត្រូវទេម្ដងថាចិនអញ្ចេះម្ដងថាចិនចោះចិននៅខាងថៃឥឡូវចិនមកខាងខ្មែរឥឡូវវិភាគមិនត្រូវទេបាទឥឡូវសារព័ត៌មានមួយក៏វិលមកខ្ញាល់ហើយថៃទាំងមូលទាហានថៃទាំងមូលក៏ចាប់ផ្ដើមព្រួយបារម្ភភ័យខ្ញាល់ផងដែរបាទ